តាមប្រព័ន្ធអនឡាញដែលមានជនរងគ្រោះច្រើនលានអ្នកហើយរហូតដល់ទៅមានមជ្ឈមណ្ឌលឆបោកហ្នឹងច្រើនក្រុមហ៊ុនមែនតើហើយច្រើនហ្នឹងអូកណ្ដាស់ដែលគេចេញមកហ្នឹងដូចថារាប់តែឈ្មោះក្រុមហ៊ុនរាប់អស់ផងហើយបើសិនជាខ្ញុំអានឈ្មោះក្រុមហ៊ុនដែលពាក់ព័ន្ធហ្នឹងមកយប់ទៅភ្លឺក៏អានចប់ដែរឬក៏មួយថ្ងៃវល់ល្ងាចហ្នឹងក៏អានចប់ដែរខ្ញុំអត់អានទេគ្រាន់តែខ្ញុំជម្រាបតែច្រើនហើយទី2គឺចោតពីបទលាងលុយបាទលាងលុយកខ្វក់បាទន័យថាម៉េចគឺយកលុយពីអាការជួញដូរបោកបន្លំអក្រិតកម្មហ្នឹងយកទៅធ្វើអីទិញដីទិញផ្ទះបើកផ្ទះរបរអីមួយចឹងទៅហើយដើម្បីយកអាប្រាក់ហ្នឹងចូលជាលុយស្របច្បាប់វិញហើយក្រុមហ៊ុនរបស់លោក Gen Z នេះមានច្រើនមែនតើរួមទាំងក្រុមហ៊ុនអចលនទ្រព្យនៅស្រុកខ្មែរដែលមានឈ្មោះថា Prince Group នោះទៀតបាទហើយ Prince Group នេះគឺជាប់នៅក្នុងបញ្ជីខ្មៅគ្រប់កន្លែងឥឡូវនេះសាកវិលទៅរកមើលឥឡូវដីកាគេចោទអញ្ចឹងហើយមានដីកាចោទប្រកាន់ដល់ទៅពីបទល្មើសតកតងនឹងការដែលរៀបចំប្រព័ន្ធឆបោកអនឡាញផងនិងលាងលុយផងហើយមជ្ឈមណ្ឌលដែលខ្លួនគាត់ធ្វើហ្នឹងគឺគេរកឃើញថាចាប់ជំរិតមនុស្សជួញដូរមនុស្សយកមកធ្វើទរណកម្មបង្ខំឲ្យធ្វើការហើយធ្វើបាបធ្វើទុកបុកម្នេញហ្នឹងគឺបាត់ល្មើសនឹងប្រមាណទៀតទេនៅក្នុងហ្នឹងច្រើនមែនតើឥឡូវបើសិនជាមានដីកាបែបនេះហើយចំណាត់ការយ៉ាងម៉េចអាមេរិកធ្វើយ៉ាងម៉េចមិនមែនចោតប្រកាន់តែរឿងព្រំប្រទានទេបងប្អូនអារឿងព្រំប្រទាននេះមានពីរករណីដូចខ្ញុំជម្រាបក្រសួងយុតិធធក្រៅពីស្ថាប័នអាយកាសំទោសរដ្ឋអាជ្ញាព្រោះនៅនេះអត់មានអាយកាដូចនៅស្រុកខ្មែរមានខាងរដ្ឋអាជ្ញាគឺគេចេញដីកាចោតប្រកាន់តាមរយៈ Grand Jury គេគឺក្រុមប្រឹក្សាជំនុំក្រុមប្រឹក្សាសម្រាប់សេចក្តីចេញដីកាហ្នឹងដែលមានគ្នា16ទៅ23នាក់ដែលសិតតែជាអ្នកជំនាញឯកទេសច្បាប់ហ្នឹងឥឡូវបានដីកាហ្នឹងហើយគឺខាងក្រសួងយុតិធធរបស់សហរដ្ឋអាមេរិកហ្នឹងគឺសហការគ្នាជាមួយនឹងរដ្ឋាភិបាលជាតិអាមេរិកហ្នឹងបានបង្កកទ្រព្យសម្បត្តិដែលជារូបិយវត្ថុ electronic bitcoin របស់លោក Gen Z ហ្នឹងដែលមានដល់ទៅជាង 127,271 bitcoin ដូចជាហ៊ុនអញ្ចឹងបងប្អូនបើគិតជាទឹកប្រាក់ទៅគឺសរុប $16,000,000 អាហ្នឹងយើងគិតថា bitcoin ទេយើងគិតថារូបិយវត្ថុនៅបែប electronic ហ្នឹងទេហើយអាមេរិកបានបង្កកអស់ហើយសប្តាហ៍ថ្ងៃនេះគឺដោយសារតែអាប្រព័ន្ធ bitcoin នេះគឺវាដើរនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិកហើយអ្នកដែលចាញ់បោកអញ្ចឹងបានជាប្រជាពលរដ្ឋអាមេរិកជឿលើប្រព័ន្ធហ្នឹងដោយសារអញ្ចឹងហើយបានជាវល់ឥឡូវនេះគឺគេបង្កកបានន័យថារឹបអូសយកអស់ហើយមិនអាចធ្វើអីបានទេហើយបើសិនជាគេពិនិត្យមើលទៅគឺយើងឃើញថាបើសិនជាគេកាត់ទោសគាត់ទៅទោសទណ្ឌរបស់គាត់មិនក្រោមជាង40ឆ្នាំនិយាយទៅទោសខ្ពស់បំផុត40ឆ្នាំដែលអាចនឹងជាប់ពន្ធនាគារហើយក្រៅពីការរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុននឹងត្រូវគេហាមឃាត់ឬក៏បង្កកអីច្រើនផ្សេងទៀតឥឡូវយើងនិយាយអំពីរឿងនេះតើអាមេរិកចាត់ការយ៉ាងម៉េចខ្ញុំនឹងបញ្យល់តាមក្រោយប៉ុន្តែនិយាយអំពីក្រៅពីអាមេរិកមានមានចក្រភពអង់គ្លេសតែអង់គ្លេសហ្នឹងក៏គេចេញដីកាអញ្ចឹងដែរគឺគេបង្កកទ្រព្យសម្បត្តិរបស់គាត់ច្រើនអាណែកណាស់នៅឯអង់គ្លេសហ្នឹងគាត់មិនមែនមានតិចទេបងប្អូនគឺគាត់មានយ៉ាងហោចក៏អចលនទ្រព្យ19កន្លែងដែរមានកន្លែងមួយនោះមានតម្លៃដល់ទៅ$133,000,000ដែលទិញនៅទីក្រុងឡុងដែលជាទ្រព្យសម្បត្តិទីក្រុមហ៊ុនជាអគារសំណង់ស្កឹមស្កៃរបស់គាត់ដែលទិញវិនិយោគហើយបើកអាជីវកម្មបើកអីនៅចក្រភពអង់គ្លេសហ្នឹងដូច្នេះទាំងអស់នេះក៏ខាងរដ្ឋាភិបាលចក្រភពអង់គ្លេសបានផ្អាកដំណើរការឬក៏បង្កកអស់ឲ្យមិនឲ្យមានដើរទៅមុខទៀតទេដូច្នេះរងចាំតែការជំនុំជម្រះក្តីលោក Gen Z តែប៉ុណ្្នឹងឯងបាទឥឡូវនេះគឺកាឡានៅខាងក្រៅបិទចិត្តអស់ហើយនៅតែកម្ពុជាទេបាល់គេចាប់ផ្ដើមបោះទៅឲ្យស្រុកខ្មែរដូចលីរតនៈរស្មីហើយនឹងពេជ្រកំសិនទៀតដែរថៃគេបិទខាងគេដោះស្រាយស្អាតចេះគេកាយសម្ញាំទម្លាក់ទៅខ្មែរអស់លីងឥឡូវខ្ញុំទាញបងប្អូនទាំងអស់វិលទៅស្រុកខ្មែរជាមួយខ្ញុំដើម្បីស្គាល់ថាតើលោក Gen Z ជាអ្នកណាបាទម្ដងទៀតលោក Gen Z នេះគឺជាជនជាតិចិនដើមកំណើតចិនកើតនៅខេត្ត Fujian បាទគឺឆ្នាំ1987ខែធ្នូតាមពិតខ្ញុំដឹងច្បាស់ប្រវត្តិរបស់គាត់នេះដោយសារតែកាលធ្វើការនៅអាស៊ីសេរីមានសហការីខ្ញុំជាជនជាតិអាមេរិកម្នាក់ឈ្មោះថាលោក Jack Davies ជាជនបរទេសជាជនជាតិអាមេរិកហ្នឹងគឺគាត់ស្រាវជ្រាវព័ត៌មានលម្អិតច្រើនណាស់អំពីក្រុមគ្រួសារតកូលហ៊ុនក្រុមហ៊ុនដែលពាក់ព័ន្ធឬក៏ទីប្រឹក្សារបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតនិយាយទៅមន្ត្រីណាដែលក្រាក់ដែលរស់ស៊ីលួចជាតិកម្ពុជាអីហ្នឹងគឺចូលក្នុងបញ្ជីស្រាវជ្រាវរបស់លោក Jack Davies ទាំងអស់ហើយបើបងប្អូនចង់មើលព័ត៌មានហ្នឹងទៅមើលក្នុងគេហទំព័ររបស់អាស៊ីសេរីទៅអាស៊ីសេរីបិទទ្វារពេលនេះមែនប៉ុន្តែឯកសារនៅលើគេហទំព័ររបស់គាត់គឺនៅតែមានព័ត៌មានហ្នឹងនៅមានទេស្រាវជ្រាវយើងវាយតែពាក្យថា Gen Z ហើយដាក់ RFA ទៅឃើញហើយ CHENZI ហើយដាក់ពាក្យ RFA ក្នុងហ្នឹងទៅដើម្បីស្រួលរកឃើញទៅមើលទៅស្អីក៏មានដែរវីដេអូក៏មានស្អីក៏មានដែរមិនដឹងយកទៅណាអស់ឲ្យព័ត៌មានហើយគេស្រាវជ្រាវហ្នឹងអាមេរិកស្រាវជ្រាវ Gen Z នេះមិនមែនទៅ2-3ឆ្នាំចុងក្រោយទេបងប្អូន10ឆ្នាំហើយគេស្រាវជ្រាវតាំងតែ2015មកម្លេះបាទអញ្ចឹងបានថាអាកុកយើងអាចភ្លេចជុងបានណាជុងក៏អាចភ្លេចកុកទេណាស់តាជុងហ្នឹងខ្សោយសំទោសកុកហ្នឹងខ្សោយក្អាយសបាយហើលើ VH ទៅស្មានអត់ចុះសោះអីចឹងពងឆ្ងល់អញ្ចឹងគេប្រាប់មិនរាយការណ៍មិនក៏យើងនៅតែថាអីអញ្ចឹងណាហើយនៅពេលដែលគេស្រាវជ្រាវស៊ើបអង្កេតគេដាក់ទណ្ឌកម្មចិនក៏ដាក់ទណ្ឌកម្មអាមេរិកក៏ដាក់ទណ្ឌកម្មខ្មែរយើងលើកស្ទួយដាក់លើក្រាហឹងរហូតបាទគឺ Gen Z ហ្នឹងគឺឡើងកោតរហូតអ្នកណាថាអីថាទៅគឺគេឡើងរហូតគឺអត់ខ្វល់សំខាន់គឺគាត់នៅតែអាចសោយសុកនៅស្រុកខ្មែរបានលោក Gen Z នេះគឺកើតនៅប្រទេសចិនដូចខ្ញុំជម្រាបអញ្ចឹងឆ្នាំ1987គាត់បានទៅដល់ប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ2011
ចឹងបានន័យថាគាត់ទៅយូរដែរហើយបានន័យថាម៉េច10ម៉ានឆ្នាំហើយបងប្អូន14ឆ្នាំហើយ2011មែនណា14ឆ្នាំហើយតាំងគាត់អាយុ20ជាងមកម៉េះហើយពេលចូលដល់ប្រទេសកម្ពុជាកាលគាត់នៅ Fujian ហ្នឹងគឺវាជាតំបន់ពាណិជ្ជកម្មអីចឹងគាត់មានរស៊ីមានរបរអីតិចតួចណាស់ប៉ុន្តែមកស្រុកខ្មែរហ្នឹងសើតែគ្មានទ្រព្យធនអីទេមកហ្នឹងណាគាត់ប៉ុន្តែនៅក្នុងរយៈពេលតែ15ឆ្នាំគត់ដែលបានចាប់ចូលមកស្រុកខ្មែរហ្នឹងគឺគាត់ឡើងក្រឹតរហូតតតែមានប្រាក់ពាន់លានដុល្លារជាមហាសេដ្ឋីបាទមិនមែនសេដ្ឋីទេជាមហាសេដ្ឋីតែម្ដងក្រុមហ៊ុនមានរាប់ផ្លេចបាទក្រុមហ៊ុនមានអីគេខ្លះជាទូទៅឥឡូវនេះគាត់មានក្រុមហ៊ុន Prince Group បាទន័យថាក្រុមហ៊ុន Prince ដែលជាក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនធំមែនតើដែលមានសាខានឹងរាប់រយសាខាបុតសម្ព័ន្ធរបស់គាត់ទៀតហើយក្រុមហ៊ុននឹងបដោតខ្លាំងទៅលើអីអចលនទ្រព្យហិរញ្ញវត្ថុសេវាអតិថិជនសន្តាគារកាស៊ីណូបនលបែងអីហ្នឹងធនាគារទេសចរអូយច្រើនមែនតើគ្រប់មុខប៉ុន្តែធំដែលបានប្រាក់ច្រើនគឺតកតងនឹងរឿងអចលនទ្រព្យរឿងដីធ្លីនេះហើយគឺជាវិធីគេលាងលុយហ្នឹងណាតកតងនៅក្នុងការស៊ើបអង្កេតរបស់អាមេរិកនេះពេលដែលគាត់ចូលទៅស្រុកខ្មែរឆ្នាំ2011ដំបូងឡើយគឺគាត់មិនទាន់ល្បីទេប៉ុន្តែគាត់ចាប់ផ្ដើមបានចូលក្រោយមកក៏ចូលសញ្ជាតិខ្មែរតាមពិតចូលទៅខ្មែរបាន3ឆ្នាំគាត់បានសញ្ជាតិខ្មែរគឺក្នុងឆ្នាំ2014ខែកុម្ភៈថ្ងៃទី16 2014គាត់បានសញ្ជាតិខ្មែរពេលដែលបានសញ្ជាតិខ្មែរភ្លាមគាត់លាលែងសញ្ជាតិចិនភ្លាមហើយយើងក៏ឆ្ងល់ដែរថាជនជាតិចិនម្នាក់នេះអីក៏ស្មោះស្ម័គ្រនឹងស្រុកខ្មែរម៉េះមកដល់ភ្លាមសុកចិត្តលះបង់សញ្ជាតិចិនចោលភ្លាមបានសញ្ជាតិខ្មែរនៅឆ្នាំ2014ហើយនៅពេលដែលបានសញ្ជាតិខ្មែរគឺគាត់ចាប់ផ្ដើមហើយសញ្ជាតិខ្មែរមុននឹងបានហ្នឹងក៏តមានលុយជួយរដ្ឋាភិបាលជួយអីចឹងច្រើនដែរមិនចឹងណាយើងមិនដឹងកម្រិតប្រាក់ដែលគាត់ជួយប្រមាណទេប៉ុន្តែគាត់ជួយហូរហែងចឹងមកហើយមានទំនាក់ទំនងជិតស្និទ្ធគ្នាណាមេដឹកនាំខ្មែរធំគឺលោកចិនស៊ីខ្លាចជាទីប្រឹក្សាស្ទើរគ្រប់គ្នាគាត់ធ្លាប់ជាទីប្រឹក្សារបស់លោកសខេងដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីមុនគាត់ធ្លាប់ជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាពីប្រធានរដ្ឋសភាពីមុនគឺលោកហេងសំរិនគាត់ធ្លាប់ជាទីប្រឹក្សាចុងក្រោយនេះគឺមិនមែនធ្លាប់ទេគឺគាត់ធ្វើជាទីប្រឹក្សាឲ្យលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាព្រោះមុខតំណែងជាទីប្រឹក្សាជាន់ខ្ពស់ឬផ្ទាល់របស់លោកហ៊ុនសែននេះគឺទើបតែបាននៅខែមេសាទេថ្ងៃទី19ខែមេសាឆ្នាំ2024ហ្នឹងហើយទេថ្មីនេះដែរទេក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគាត់ក៏ជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាដែរនិយាយទៅគឺទីប្រឹក្សាស្ទើរតែមន្ត្រីធំហើយមានបរិយាក្រិតតែងតាំងលោកជាទីប្រឹក្សាហ្នឹងមានបរិយាក្រិតតែងតាំងងារអុកញ៉ាមិនមែនអុកញ៉ាអ្នកអុកញ៉ាអីចឹងទៅដូច្នេះគាត់ជាអ្នកដែលមានឥទ្ធិពលខ្លាំងណាស់នៅសង្គមខ្មែរនេះពួកអីលោកហ៊ុនសែនធ្វើដំណើរទៅក្រៅប្រទេសជាមួយនឹងអ្នកជំនួញធំគឺជាញឹកញយយើងឃើញមានលោកចិនស៊ីនឹងទៅតាមដែរព្រោះជាទីប្រឹក្សាជាការពិតបើមិនយកទីប្រឹក្សាតាមទៅយកអ្នកណាទៅតាមអញ្ចឹងក៏ប៉ុន្តែឥឡូវយើងមើលពីពេលដែលគាត់ខ្លាយទៅជាទីប្រឹក្សារបស់លោកហ៊ុនសែនទីប្រឹក្សាជាន់ខ្ពស់ឬផ្ទាល់នឹងក្នុងអំឡុងឆ្នាំ2024ហ្នឹងគឺតាមពិតគាត់ខ្លាយជាទីប្រឹក្សារបស់លោកហ៊ុនសែនតាំងពីលោកហ៊ុនសែននៅជានាយករដ្ឋមន្ត្រីមកម្លេះមកដល់ជាប្រធានព្រឹទ្ធសភាក៏នៅតែរក្សាតំណែងឲ្យលោកចិនស៊ីនឹងទៅជាទីប្រឹក្សាដដែលក៏ប៉ុន្តែក្នុងអំឡុងឆ្នាំ2000និង2020ដល់2022ហ្នឹងតុលាការនិងក្រុមស៊ើបអង្កេតនៅប្រទេសចិនគេចាប់ផ្ដើមបើកការស៊ើបអង្កេតធំមួយដើម្បីរកមើលឫសគល់គេសង្ស័យពីក្រុមហ៊ុន Prince Group នេះក្រុមហ៊ុនសម្ព័ន្ធរបស់លោកចិនស៊ីនេះតែមានការឆោបបោកនៅឯប្រទេសចិនមួយដ៏ធំហើយជាចុងក្រោយគឺតុលាការបានសម្រេចរកឃើញថាចិនស៊ីនេះគឺមានទោសថាជាដូចថារកឃើញពីបទអក្រិតនៃការឆោបបោកតាមបណ្ដាញអនឡាញចឹងមែនតុលាការចិនក៏គេផ្ដន្ទាទោសប៉ុន្តែចិនស៊ីបានលាសញ្ជាតិចិនទៅហើយបងប្អូនតើតុលាការចិនអាចនឹងកាត់ទោសលោកចិនស៊ីយ៉ាងម៉េចទៅយកទៅផ្ដន្ទាទោសយ៉ាងម៉េចទៅនេះហើយជាមូលហេតុមួយដែលលោកចិនស៊ីអាចធ្វើព្យុះភ្លៀងអីនៅប្រទេសកម្ពុជាបានដោយសារតែគាត់លាសញ្ជាតិចិនប៉ុន្តែតើការលាសញ្ជាតិចិននេះអាចរួចខ្លួនអត់លោកចិនស៊ីមិនមែនមានសញ្ជាតិតែមួយទេបងប្អូនគាត់លាពីសញ្ជាតិចិនមែនគាត់ទិញសញ្ជាតិបាន3ទៀតទី1គឺគាត់ទិញសញ្ជាតិរបស់អង់គ្លេសហ្នឹងហ្មងសប្ងៃលោកចិនស៊ីគឺមានសញ្ជាតិអង់គ្លេសណាបងប្អូនព្រោះថ្ងៃនេះនៅពេលដែលក្នុងនៃការចាប់ប្រកាន់គាត់ហ្នឹងគឺដាក់ថាគាត់គឺជាជនជាតិខ្មែរនិងជនជាតិអង់គ្លេសបានន័យថាអ្នកដែលសំទោសអ្នកមានសញ្ជាតិខ្មែរនិងសញ្ជាតិអង់គ្លេសអញ្ចឹងគាត់ទិញសញ្ជាតិអង់គ្លេសផងគាត់ទិញសញ្ជាតិ Cyprus បាទប្រទេសមួយដែលមន្ត្រីខ្មែរមួយចំនួនហ្នឹងលួចទិញសញ្ជាតិហ្នឹងដែរយើងឃើញហើយលោក Jack Davis នឹងរកឃើញមានទាំងលោកអូនពាន់មនីរតមានលោក Nate Savin អីមេប៉ូលីសអីហ្នឹងនាំគ្នាទិញទាំងក្រុមគ្រួសារទាំងប្រពន្ធទាំងអីហ្នឹងមានសញ្ជាតិនៅ Cyprus តែអរគុណសន្តិភាពស្រឡាញ់ប្រទេសស្មោះត្រង់ប៉ុន្តែឲ្យតែមានរឿងអីចង់តែបិទសាប៊ូរត់ចោលយើងដែរទេព្រោះគេមានសញ្ជាតិ Cyprus ដែរហើយទៅគាត់មិនថាមានសញ្ជាតិ Cyprus ទេគាត់មានសញ្ជាតិមួយនៅឯកោះមួយទៀតឈ្មោះថា Vanuatu នេះនៅដែនសមុទ្រ Pacific ខាងត្បូងនៅចន្លោះឆ្ងាយនៅជិតកោះណាវរុអាកន្លែងគេយកអ្នកបំបបងចោលពីអាមេរិកអីជួនកាលគេចង់ដឹកយកទៅចោលកណ្ដាលកោះហើយអាកោះមួយនៅជាប្រទេសថា Vanuatu ដែលនេះមានជាបណ្ដុំកោះ80ហ្នឹងខ្លាចជាប្រទេសមួយទូចគាត់ទៅបានទិញសញ្ជាតិព្រោះស្រួលទិញសញ្ជាតិនៅស្រុកចឹងឲ្យមានលុយមានអី$100,000អីឡើងទៅឲ្យរដ្ឋាភិបាលគេឬក៏លឹមលំអភិវឌ្ឍឬក៏វិនិយោគអីតិចតួចទៅគេឲ្យហើយវាមិនពិបាកអីដូចតែស្រុកខ្មែរចឹងដែរដូច្នេះនៅពេលដែលគាត់មានសញ្ជាតិកម្ពុជាផងមានសញ្ជាតិអង់គ្លេសផងមានសញ្ជាតិ Vanuatu ផងមានសញ្ជាតិ Cyprus ផងប៉ុន្តែឥឡូវគេចោទប្រកាន់គាត់ក្នុងនាមជាប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរនិងសញ្ជាតិអង់គ្លេសទេសប្តាហ៍នេះនៅក្នុងនៃការចោទប្រកាន់ហ្នឹងគេអត់ខ្វល់រឿងមានសញ្ជាតិអីប្រមាណទៀតទេដូច្នេះនៅក្នុងនេះបានន័យថាម៉េចបានន័យថាតុលាការអាមេរិកបានចេញដីកាចោទប្រកាន់រួចទៅហើយនៅពេលដែលមានដីកាចោទប្រកាន់បែបនេះគឺដីកាខាត់ខ្លួនទូទៅគេចេញភ្លាមតែនៅក្នុងនេះបើលោកចិនស៊ីនៅក្នុងសហរដ្ឋអាមេរិកគឺ FBI កំពុងតែតាមចាប់ខ្លួនមកទៅហើយប៉ុន្តែដោយសារតែលោកចិនស៊ីអត់នៅអាមេរិកទេលោកចិនស៊ីគឺ100%គឺនៅស្រុកខ្មែរ
បើនៅ UK ក៏អត់រួចដែរព្រោះ UK គេចេញដីកាសហការជាមួយអាមេរិកចឹងគេនឹងតាមចាប់បានហើយចឹងគាត់នៅស្រុកខ្មែរ 100% គាត់អត់ទៅណាទេព្រោះដោយសារគាត់មានសញ្ជាតិកម្ពុជាតើសហរដ្ឋអាមេរិកអាចចាប់លោកចិនស៊ីបានទេតាមរយៈដីកាចោទប្រកាន់នេះបើលោកចិនស៊ីជាជនជាតិខ្មែរសំទោសមានសញ្ជាតិខ្មែរហើយរស់នៅប្រទេសកម្ពុជាលទ្ធភាពនៅក្នុងការចាប់ខ្លួនគាត់គឺអាមេរិកអាចចាប់បានទេនៅក្នុងដែនសមត្ថកិច្ចកម្ពុជាតែអាមេរិកអាចចេញដីកាឬក៏និវេសក្រហមដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាសហការរឿងនេះគឺជារឿងមួយកម្រិតទៀតយើងចាំមើលថាតើអាមេរិកគេនឹងធ្វើអីទៀតប៉ុន្តែឥឡូវនេះចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋនៅលើពិភពលោកនៅអាមេរិកគឺគេផ្ដោតទៅលើតែបទចោទប្រកាន់ហើយនឹងការបង្កក់ទ្រព្យសម្បត្តិរបស់គាត់ទេព្រោះអីការចាប់ខ្លួនគឺគេនឹងដោះស្រាយតាមក្រោយព្រោះឥឡូវនៅពេលដែលគេមានសំណុំរឿងបែបនេះហើយគឺគេមានហេតុផលគ្រប់គ្រាន់ដើម្បីបង្កក់ទ្រព្យសម្បត្តិរបស់ជននេះទាំងអស់អញ្ចឹងការដែលគាត់គេចាប់បានឬមិនចាប់បានអានឹងគឺជារឿងអនុវត្តតាមក្រោយប៉ុន្តែអារឿងដែលចេញដីកាបែបនេះរឿងសំខាន់បំផុតក្នុងនីតិវិធីច្បាប់គឺបានន័យថាតុលាការឬក៏ក្រសួងរដ្ឋាភិបាលអាមេរិកមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបង្កក់ទ្រព្យសម្បត្តិនិងពាណិជ្ជកម្មផ្សេងៗរបស់លោកចិនស៊ីទៅហើយដូច្នេះនេះគឺជាការខ្ទប់សរសៃឈាមឬក៏ដង្ហើមរបស់ចិនស៊ីស្ទើរតែដាច់ខ្យល់បាត់ទៅហើយបើយើងចង់និយាយអំពីរចនាសម្ព័ន្ធបើចាប់មនុស្សបានក៏ជារឿងល្អបើចាប់មិនទាន់បានក៏វាធ្វើឲ្យបញ្ហាជួញដូរមនុស្សអីហ្នឹងគឺវារាំងស្ទះមកដំណាក់កាលធំហើយនៅពេលហ្នឹង FBI ចាប់ផ្ដើមស៊ើបអង្កេតបន្តទៀតថាតើមានបុគ្គលពាក់ព័ន្ធប្រមាណទៀតដែលត្រូវចាប់មិនមែនចិនស៊ីម្នាក់ឯងទេមនុស្សរងគ្រោះរាប់លានអ្នកដូច្នេះរួចម្នាក់ឯងមិនទេមានច្រើនណាស់មនុស្សដែលពាក់ព័ន្ធហ្នឹងហើយមនុស្សដែលពាក់ព័ន្ធក្រុមហ៊ុនដែលពាក់ព័ន្ធបងប្អូនបានដឹងហើយគឺខាងតំណាងរាជសហរដ្ឋអាមេរិកនៅរដ្ឋ Texas ប្រហែលថ្ងៃមុននោះបានស្នើសេចក្តីព្រាងច្បាប់មួយដែលដាក់មនុស្សជាច្រើននៅប្រទេសកម្ពុជានឹងរាប់មិនអស់ទេឲ្យចូលនៅក្នុងបញ្ជីខ្មៅដើម្បីយកមកផ្ដន់ទោសឬក៏បង្កក់ទ្រព្យសម្បត្តិលក្ខណៈអីចឹងទៅហើយក្នុងនោះឈ្មោះមានមកកណោបងប្អូនអាចទៅមើលឡើងវិញទៅនៅក្នុងការផ្សាយរបស់ខ្ញុំប្រហែល2ថ្ងៃ3ថ្ងៃមុននេះដែលតាក់ទងនឹងរឿងតំណាងរាជសហរដ្ឋអាមេរិកស្នើច្បាប់ដាក់ទណ្ឌកម្មឬក៏ដាក់កម្ពុជាក្នុងបញ្ជីខ្មៅនេះទៅមើលទៅឃើញហើយបងប្អូនដើម្បីកុំឲ្យខាតពេលយូរខ្ញុំគ្រាន់តែនិយាយពីរឿងលោកចិនស៊ីឲ្យចប់ដូច្នេះសរុបបន្ថែមទៀតខ្ញុំចង់និយាយថាលោកចិនស៊ីត្រូវបានតុលាការចិនរករឿងផ្ដន្ទាទោសតាំងតែពីឆ្នាំ2020 តាមពិត2021និង2022គឺមានដីកាមានសារក្រមពីតុលាការចិនហើយប៉ុន្តែដោយសារតែលោកចិនស៊ីគឺជាជនជាតិខ្មែរទៅហើយបោះបង់ចោលមានសញ្ជាតិខ្មែរលះបង់សញ្ជាតិចិនទៅហើយអាចសោយសុខនៅប្រទេសកម្ពុជាបានតែក្រុមហ៊ុនរបស់លោកចិនស៊ីហ្នឹងទៅប្រាប់អ្នកសារព័ត៌មានថាអ្វីដែលកាត់ទោសនៅចិនហ្នឹងមិនមែនជាការកាត់ទោសពាក់ព័ន្ធនឹងលោកចិនស៊ីទេគ្រាន់តែមានបុគ្គលម្នាក់តាំងខ្លួនធ្វើដូចលោកចិនស៊ីហ្នឹងឲ្យមានការភ័ន្តច្រឡំអីចឹងទៅនេះគឺជាការអះអាងប៉ុន្តែអាមេរិក FBI អត់ជឿទេគឺថាលោកចិនស៊ីហ្នឹងឯងគឺជាអក្រិតជនជាប់ចោតដែលមានបទអក្រិតជាច្រើនដែលគេកំពុងតាមស៊ើបអង្កេត10ឆ្នាំហើយគេមិនមែនទៅស៊ើបអង្កេតឥឡូវទេដូច្នេះឥឡូវនេះអ្វីៗគឺធ្លាក់មកលើសង្វៀនរបស់កម្ពុជាយើងហើយតើមានន័យយ៉ាងម៉េចបងប្អូនបើយើងមើលទៅគួរឲ្យអាណិតថ្នាក់ដឹកនាំកម្ពុជាដែរម៉ោងនេះគឺមុខខ្មៅដូចស្ពាន់ហើយព្រោះអីដូចថាយើងមើលរឿងច្រើនណាស់ដោះស្រាយមិនទាន់ចេញក៏ប៉ុន្តែនៅពេលដែលរឿងនេះកើតឡើងវាធ្វើឲ្យពិភពលោកមើលមកខ្មែរក្នុងផ្លូវអាក្រក់មែនតើកូរ៉េគេកំពុងតែដាក់ទណ្ឌកម្មយើងចង់និយាយថាមិនឲ្យប្រជាពលរដ្ឋគេមកលេងស្រុកខ្មែរចិនខ្លួនឯងក៏ខ្លាចស្រុកខ្មែរដែរឡើងហ្នឹងឥឡូវមកដល់ថ្នាក់អាមេរិកហើយនិងអង់គ្លេសទៀតហើយតែពេលអាមេរិកអង់គ្លេសនិយាយបែបហ្នឹងពិភពលោកមិនបាច់ទេនាំគ្នាមើលមកខ្មែរហ្នឹងគឺក្នុងផ្លូវអាក្រក់មែនតើដូច្នេះអ្វីដែលសំខាន់នៅទីនេះគឺគេមើលមកស្រុកខ្មែរហ្នឹងគេឃើញថាអ្នកដែលនៅហែហមនាយករដ្ឋមន្ត្រីខ្មែរអ្នកដែលនៅហែហមប្រធានព្រឹទ្ធសភាខ្មែរគឺសុទ្ធតែជាជនអក្រិតដែរបងប្អូនអាហ្នឹងដែលជារឿងមួយអកុសលសម្រាប់ថ្នាក់ដឹកនាំយើងខ្ញុំមិនជឿថាថ្នាក់ដឹកនាំចង់ខ្សែគប់មនុស្សដូច្នេះដើម្បីឲ្យខូចឈ្មោះប្រទេសជាតិទេក៏ប៉ុន្តែការដែលខ្សែគប់នេះអ្វីដែលនៅក្នុងរបាយការណ៍របស់រដ្ឋាភិបាលជាតិអាមេរិកនិងក្នុងដីកាចោទប្រកាន់នេះប៉ុណ្ណាគឺគេរៀបរាប់ថារឿងទាំងអស់នេះកើតឡើងទៅបានគឺមានអង្គការចាត់តាំងរបស់រដ្ឋាភិបាលកម្ពុជានិងគណៈបកកណ្ដាលអំណាចនៅក្នុងការដែលរៀបចំធ្វើឲ្យបុគ្គលនេះអាចរកស៊ីបានអាចរួចខ្លួនរហូតព្រោះគ្មាននរណាប៉ះគាត់បានទេបើសិនជាគាត់គ្មានខ្សែគ្មានខ្នងគ្មានប្រយោជន៍អីដល់រដ្ឋាភិបាលកម្ពុជាឬគណៈបកកណ្ដាលអំណាចគាត់អត់រួចខ្លួនទេ24ម៉ោងគាត់ច្បាប់ជាគេចាប់បានឬក៏អាចកពើស៊ីបាត់ទៅហើយខ្ញុំបងប្អូនខ្លះនិយាយពាក្យលេងសើចខ្ញុំជឿថាពេលនេះពិបាកលេងសើចហើយបងប្អូនជារឿងឈឺចាប់សម្រាប់ជាតិយើងណាកិត្តិយសសេចក្តីថ្លៃថ្នូររបស់ជាតិយើងកំពុងតែស្ថិតនៅក្នុងវិបត្តិមួយដ៏ធំណាស់ព្រោះដោយសារតែមុខមាត់ជាតិយើងបាត់តែប៉ះពាល់នឹងថ្នាក់ដឹកនាំហ្នឹងប៉ុន្តែវាប៉ះពាល់ដល់ប្រជាពលរដ្ឋយើង17លាននាក់ណាបងប្អូនជាតិសាសន៍យើងតែមួយឧទាហរណ៍ថាឥឡូវគេថាថ្នាក់ដឹកនាំកម្ពុជានឹងប្រឡាក់ប្រឡោះនៅក្នុងការជួយរៀបចំអង្គការចាត់តាំងអក្រិតកម្មឆ្លងដែននេះឲ្យកើតឡើងបានព្រោះអីមជ្ឈមណ្ឌលដែលបើកឆបបើកអនឡាញនេះមានដល់ទៅជាង50កន្លែងមជ្ឈមណ្ឌលទូទាំងប្រទេសកម្ពុជាដោយអង្គការ Amnesty International រកឃើញចុះបើគ្មានអង្គការចាត់តាំងអ្នកណាគេសម្របសម្រួលតើយើងអាចធ្វើអញ្ចឹងកើតទេយើងមើលដោយលោកហ៊ុនតូអីវិញគឺអាមេរិកទៅដាក់ទណ្ឌកម្មមកតាក់ទងនឹងការឆបោករឿង Bitcoin ហ្នឹងក៏ដូចគ្នាដែរមានក្រុមហ៊ុន Huawei របស់លោកហ៊ុនតូដែរហើយសួរថាតើបើគេមើលទៅថាអ្នកណាអាចធ្វើអីបានក្រៅពីលោកហ៊ុនតូបើសិនជាគ្មានការអង្ការពារអីនៅស្រុកខ្មែរដែលគាត់ជាក្មួយរបស់លោកហ៊ុនសែនអីចឹងទៅដូច្នេះគេមើលមកហ្នឹងគេថាអង្គការចាត់តាំងអីចឹងអានេះគឺជាការចោទប្រកាន់ទេខ្ញុំមិនបានថារដ្ឋាភិបាលនៅពីក្រោយទេប៉ុន្តែក្នុងឯកសារគេគឺគេបានចោទថាវាជាអង្គការចាត់តាំងបាត់ល្មើសឆ្លងដែនដែលមានមូលដ្ឋាននៅស្រុកខ្មែរតើមូលដ្ឋានស្រុកខ្មែរមានមជ្ឈមណ្ឌលជួញដូរធ្វើទរណកម្មលាងលុយក៏ក្រៅប្រទេសកម្ពុជាអង្គការ Amnesty International ក៏រកឃើញដូច្នេះអង្គការសិទ្ធិមនុស្សអន្តរជាតិក៏គេរកឃើញច្រើនមានមជ្ឈមណ្ឌលស្រាវជ្រាវរបស់អាមេរិកក៏គេរកឃើញសឹងតែគ្រប់គ្នាអត់រកឃើញតែខ្មែរអាញាធរខ្មែររកអត់ឃើញសោះខ្ញុំមិនដឹងថាយើងប្រកែឬក៏យើង
មិនអាចរកឃើញឬក៏យ៉ាងម៉េចព្រោះរឿងអីបានគេនៅស្រុកក្រៅហ្នឹងគេទៅដើររកឃើញអារបស់អញ្ចឹងនៅស្រុកយើងហើយយើងសិតតែអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចប៉ូលីសយើងប្រកាយស្ឹងអីហ្នឹងឃើញនេះអូប៉ូលីសខ្មែរយើងបើចាប់ម៉ូតូវិញគេចអត់រួចតែម្ដងបាទកុំថាឡើយអ្នកឯងប្រកាយប៉ុណ្ណាហ្នឹងគឺថាពួនស្ទាក់ចាប់ឯងប៉ុតតែបានតែដល់ពេលរឿងនេះចឹងដូចអត់សូវចាប់បានអីចឹងហើយមិនត្រឹមតែចាប់អត់បានទេដោះសារប្រាប់គេថាអាហ្នឹងអត់មានទេនៅស្រុកខ្មែរហ្នឹងវាមាននៅស្រុកក្រៅឯណានោះវិញអាគេនិយាយមិនក៏មិនជឿដែររបាយការណ៍គេប្រាប់មិនក៏យើងប្រាប់ថារបាយការណ៍បោកទេរបាយការណ៍ហ្នឹងគឺភូតកុហកទេចង់ទម្លាក់កំហុសលើស្រុកខ្មែរអីចឹងជួនកាលភាសាភូតដដែលហ្នឹងវាចាញ់អាត្មាឥឡូវអត់មានតាក់ទងរឿងភូតផលទៀតទេខ្ញុំថាថ្នាក់ដឹកនាំកម្ពុជាកំពុងតែអាប់យុះមែនតើនៅលើឆាកអន្តរជាតិហើយខ្ញុំជឿថាអស់លោកប្របាកដូចតែគ្នាហ្នឹងព្រោះដែលទៅចង់ឲ្យគេនិយាយថាងំឲ្យទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនអូទៅជាជនជាប់ចោតជាអក្រិតជនមួយដែលគេកំពុងតែតាមដានតាមស៊ើបអង្កេតឲ្យមានជនរងគ្រោះគេរាប់លានអ្នកយ៉ាងនេះគាត់តែប្រព័ន្ធខ្សែទូរស័ព្ទដែលក្រុមហ៊ុននេះប្រើមានដល់ទៅរាប់លានគ្រឿងរាប់លានលេខបាទទូរស័ព្ទនោះគឺថាសម្បើមមែនតើគឺខ្សែលេខហ្នឹងយកមកទិញបោះចោលចឹងទៅយកមកទេគ្រាន់តែថាបោកគេរួចមួយចឹងក៏វត្តចោលចឹងទៅទូរស័ព្ទហ្នឹងគឺរាប់សែនរាប់ម៉ឺនរាប់សែនគ្រឿងយកមកប្រើប្រាស់នៅក្នុងឧបករណ៍ជួញដូរបោកប្រាស់អនឡាញហ្នឹងគឺក៏ក្រើកមែនតើហើយដល់ពេលយើងឃើញគេរករឿងយើងចឹងយើងចេះថាស្រុកខ្មែរហ្នឹងជួនកាលគេចាប់បានដែរ3 4នាក់10 20នាក់ប៉ុន្តែនេះគឺគេអង្គការចាត់តាំងធំណាស់បងប្អូនពាន់លានដុល្លារដូច្នេះអ្វីដែលយើងត្រូវស្ដារកម្ពុជាត្រូវស្ដារធំធេងណាស់ហើយពេលនេះខ្ញុំអាសូរកម្ពុជាមួយគឺថៃគេចោទយើងថៃឲ្យតែមានរឿងអីថៃគេយកបងណាម៉ោងហ្នឹងគេចាប់ផ្ដើមផ្សាយឡើងស្រោច